សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីការ create Facebook story ប៉ុន្តែអត់ដាក់ជា public ហើយអត់ដាក់ឲ្យ friend មួយចំនួនឃើញមានន័យថាអ្នកខ្លះឃើញអ្នកខ្លះអត់ចឹងណាអញ្ចឹងរបៀបធ្វើបែបហ្នឹងគឺយើងចូលមកកាន់ create story តោះមកយើងរើសយកអីដែលយើងចង់ផុសតាមធម្មតាមកតមកទៀតយើង make sure ថាយើង click លើ settings នៅខាងក្រោមដែលខ្ញុំនេះកវីរូបនៅក្រោមនេះណាយើង click អស់សញ្ញាហ្នឹងមកយើងចូល privacyតបមកបើយើងយក public វានឹងចូលនៅគ្រប់គ្នានឹងអាចមើលឃើញបើយើងយក friend មានន័យថា only friend can see this ចឹងណាអញ្ចឹងបើយើងយក custom ចឹងយើង select វាថាយើង select 3នាក់ចឹងឃើញនេះគេដាក់ពាក្យនៅលើហ្នឹងនេះ changes will apply to all your current stories អញ្ចឹងណាអញ្ចឹងបើយើង click save មកមានន័យថាពេលដែលយើង post អាហ្នឹងទៅ only 3 of them like people in this list can see our story អញ្ចឹងយើង select ប៉ុន្មានអ្នកគឺប៉ុណ្ណឹងអ្នក you can select how many people you want អញ្ចឹងយើង save ហើយអញ្ចឹងបើសិនជាយើងចង់ដឹងយើងចូលមកក្រោយវិញមកយើងចូល privacy វិញនេះយើងឃើញហើយនេះ only 19 people in your friend list will see your post អញ្ចឹងមានន័យថាមានតែប៉ុណ្្នឹងឯងដែលមើលឃើញ post របស់យើងតោះមកយើងសម្រេចចិត្តថា post យើង click លើពាក្យ share ហ្នឹងមកអញ្ចឹងតែប៉ុណ្្នឹងទេអ្នកផ្សេងអត់អាចឃើញ story ដែលយើង post មួយហ្នឹងទេអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាយបាយ